ប៉ាខ្ញុំជាអ្នកមានបំផុតក្នុងលោកម៉ាក់របស់ខ្ញុំគឺជាឧត្តមសេនីយ៍ផ្កាយ7ប៉ុន្តែអ្នកទាំងពីរមិនបានដឹងទេកូនប្រុសខ្ញុំបានរើសអើងក្នុងប្រទេសអស់20ឆ្នាំហើយឥឡូវនេះពួកគេបានទទួលជោគជ័យពេលដែលខ្ញុំក្រុងនឹងត្រឡប់ទៅប្រទេសចិនវិញដើម្បីទៅលេងកូនប្រុសរបស់ខ្ញុំប្តីប្រពន្ធដែលលែងលះគ្នា20ឆ្នាំមកជួបគ្នាម្ដងទៀតអ្នកណាដើរតាមអ្នកទាំងពីរចាប់ផ្ដើមសើចចំអប់នឹងរូបរាងរបស់គ្នាគាត់បានផ្លាស់ប្ដូរតើគាត់សួរថាកូនគាត់នៅឯណាអ្នកទាំងពីរមានការងឿងឆ្ងល់តើអ្នកនិយាយលេងទេកូនប្រុសរបស់អ្នកមិនតែងតែធ្វើតាមអ្នកទេឈឺហេតុអ្វីបានជាអ្នកធ្វើពុតជាល្ងងយើងបានលែងលះគ្នានៅឆ្នាំនោះខ្ញុំបានទៅបំពេញបេសកកម្មនៅបរទេសខ្ញុំមិនទុកកូនឲ្យអ្នកទេតើអ្នកណាលេងសើចជាមួយអ្នកប៉ុន្តែខ្ញុំឃើញអ្នកគួរឲ្យអាណិតកូនកំឡោះរបស់ខ្ញុំទុកវាឲ្យឯងបើមិនដូច្នេះទេខ្ញុំនឹងនាំកូនទៅបរទេសយូរមកហើយតើអ្នកបាននិយាយអ្វីដូច្នេះជាច្រើនឆ្នាំក្រោយមកយើងទាំងពីរនាំកូនយើងចូលស្រុកតែម្នាក់ឯងរីកាជូនឧត្តមសេនីយ៍ប្រជាជនរបស់យើងបានរកឃើញអស់រយៈពេល20ឆ្នាំមកហើយដែលគ្រូក្មេងបានធំពេញស្រុកតាំងពីអាយុ5ឆ្នាំមកគាត់ដើររើសម្រាមនិងរើឥតនៅការដ្ឋានសំណង់គាំទ្រខ្លួនឯងអ្វីពេលខ្ញុំដឹងថាកូនខ្ញុំជួបការលំបាកពួកគេចង់កែប្រែកូនប្រុសរបស់ពួកគេភ្លាមពួកគេដឹងតិចតួចពេលនេះកូនប្រុសខ្ញុំនៅពេលមិត្តស្រីរៀនចប់នៅពិធីជប់លៀងភាពអាម៉ាស់វាប្រែថានៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបុរសវ័យក្មេងនេះបាននឹងកំពុងគាំទ្រដល់ការសិក្សារបស់មិត្តស្រីរបស់គាត់មិនត្រឹមតែខំប្រឹងធ្វើការនៅការដ្ឋានសំណង់ដើម្បីសន្សំប្រាក់ថ្លៃសិក្សាប៉ុណ្ណោះគាត់ក៏បានជួយម្ដាយរបស់គាត់ចេញថ្លៃព្យាបាលប៉ុន្តែខ្ញុំមិនដែលគិតថាម្ដាយនិងកូនស្រីនឹងបែរមុខដាក់គ្នានៅទីបញ្ចប់ហើយនាងបានណាត់ជួបជាមួយអ្នកមានចំនួនទី2ដោយសម្ងាត់នៅពីក្រោយខ្នងរបស់ក្មេងប្រុសនោះបុរសដែលបានឃើញតាមរយៈវាទាំងអស់ខ្ញុំមិនចង់និយាយមិនសមហេតុផលជាមួយពួកគេទេខ្ញុំគ្រាន់តែចង់ឲ្យគាត់សងខ្ញុំវិញសម្រាប់ឆ្នាំទាំងអស់នេះពិបាករកបាន200,000ដោយមិននឹកស្មានដល់ភីគឹមខាងទៀតបានផ្ដល់រង្វាន់ដល់គាត់ជាមួយនឹងស្រាក្រហមមួយកែវស្រាអាម៉ាហ្វេមួយកែវមានតម្លៃ5សែនយួនសងខាងដែលឪពុកអ្នកមានជាងគេខ្ញុំបានរកឃើញគម្រោងរបស់កូនប្រុសខ្ញុំយ៉ាងឆាប់រហ័សប៉ុន្តែមានព័ត៌មានលំអៀងខ្លះម្ចាស់វ័យក្មេងរូបនេះមានមិត្តស្រីដែលខ្លួនស្រឡាញ់រាប់ឆ្នាំមកហើយឥឡូវនេះយើងនៅក្នុងស្រាវិវហាងបានរៀបចំពិធីជប់លៀងបញ្ចប់ការសិក្សាសម្រាប់គាត់ថតពេកចង់ញ៉ាំកូនប្រុសដែលខ្ញុំរកបានមុនគេខ្ញុំនឹងចុះហត្ថលេខាលើអំណោយជាគូស្វាមីភរិយាហើយនាំខ្ញុំទៅសន្តាគារថ្ងៃនេះខ្ញុំនឹងរៀបចំពិធីមង្គលការកូនប្រុសខ្ញុំកន្លែងរបស់ខ្ញុំអស់រយៈពេលជាង20ឆ្នាំឈិនហ្វេងប្រញាប់ឡើងហើយសូមឲ្យនរណាម្នាក់រៀបចំអំណោយដ៏ល្អបំផុតសម្រាប់ខ្ញុំមិននៅចំពោះមុខកូនប្រុសរបស់ខ្ញុំទេចាញ់បរិសុទ្ធចំណាស់នេះបាទរេងរួយអ្នកទៅឆ្ងាយពេកហើយទូវត្តដូច្នេះខ្ញុំនិយាយសម្រាប់ពលករចំណាក់ស្រុកនេះអ្នកសុំនឹងទទួលបានវាអ្នកមានស្នេហានេះត្រូវបានគេហៅថាស័ក្តិសមនៃភាពអស់កលឹបជានិច្ចហាហាហានិយាយម្ដងទៀតគ្រូសាខេនមានទាំងទុកព្រួយនិងអំណាចនៅក្នុងយ៉ែងឆេងអ្នកទាំងអស់គ្នាសុំទោសតោះទៅមុនឈប់តើអ្នកនឹងធ្វើអ្វីសប្តាហ៍ថ្ងៃនេះថ្នាក់បញ្ចប់ការសិក្សានេះត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន